និទានគំនិតលោករបស់ថោកបានលុយច្រើនមានរឿងពិតរបស់មហាសេដ្ឋីម្នាក់ឈ្មោះ Wolworth កាលពីដើមឡើយគេគ្រាន់តែជាបុគ្គលិកកំពេចកំប៉ុកម្នាក់ប៉ុណ្ណោះគេបានសង្កេតឃើញថាមានទំនិញបាតឃ្លាំងនៅសេសសល់យ៉ាងច្រើនទើបគេប្រាប់ទៅចៅហ្វាយរបស់គេឲ្យលក់ឡាយឡុងវាចោលក្នុងតម្លៃមួយមុខ10 សេនទៅឯចៅហ្វាយរបស់គេក៏ព្រមធ្វើតាមរហូតដល់លក់ទំនិញបាតឃ្លាំងទាំងនោះអស់រលីង Wolworth យល់ឃើញថានេះជាវិធីល្អមួយគេផ្ដល់យោបល់ដល់ចៅហ្វាយនាយរបស់ខ្លួនឲ្យបើកហាងលក់ទំនិញបែបនេះសាកមើលប៉ុន្តែចៅហ្វាយនាយមិនយល់ស្របតាមដោយគាត់គិតថាតើនឹងអាចប្រមូលទំនិញបាតឃ្លាំងពីណាមកលក់ឲ្យបានច្រើនសន្ធឹកសន្ធាប់កើតទៅចំណែកឯ Wolworth បានខិតខំពុះពៀតស៊ូដើម្បីបំពេញតាមការស្រមើស្រមៃរបស់ខ្លួនទាល់តែបានបើកហាងលក់ទំនិញឡាយឡុងដោយក្តីប្រាថ្នានាយ Wolworth បានខិតខំស្វះស្វែងរកទំនិញដែលសេសសល់នៅតាមឃ្លាំងផ្សេងយកមកលក់ឡាយឡុងក្នុងតម្លៃថោកមុខរបររបស់គេកាក់កបជាខ្លាំងរហូតដល់បង្កើតបានសាខាលក់ទំនិញឡាយឡុងនៅគ្រប់ទីក្រុងផ្សេងក្នុងសហរដ្ឋអាមេរិកគេក៏ក្លាយទៅជាមហាសេដ្ឋីដោយសារតែមុខរបរនេះថ្ងៃក្រោយមកចៅហ្វាយរបស់ Wolworth មុខជាអង្គុយឆ្ងល់ខ្លួនឯងថាប៉ុន្មានឆ្នាំមុនអញធ្លាប់ដៀលវាថាអាល្ងើតែឥឡូវនេះមិនដឹងថាវាល្ងើឬមួយអាត្មាអញល្ងើខ្លួនឯងនៅស្រុកខ្មែរយើងអ្នកបើកហាងលក់អេតចាយនិងអ្នកលក់ទំនិញឡាយឡុងមួយចំនួនមើលទៅហាក់ដូចជាធម្មតាតែតាមពិតភាគច្រើនគេទាំងនោះក៏មិនធម្មតាប៉ុន្មានដែរជាពិសេសអ្នកលក់ទំនិញអេតចាយសុទ្ធសឹងតែជាអ្នកមានផ្ទះថ្មធំទោះជាលក់របស់ថោកឲ្យតែជាមុខរបរសុចរិតក៏គ្មានអ្វីគួរឲ្យខ្មាស់ដែរព្រោះតម្លៃថ្លៃឬថោកសំខាន់លើចិត្តរបស់មនុស្សប្រសើរជាងអ្នកដែលមានបានដោយសារហត់ឈាមអ្នកដទៃបើអ្នកមិនមើលងាយលុយតូចអ្នកមុខជានឹងបានលុយធំគំនិតដែលដិតជាប់នឹងខួរក្បាលរបស់អ្នកទោះជាល្អឬអាក្រក់ថ្ងៃណាមួយវានឹងក្លាយជាការពិតហេតុនេះសូមអ្នកកុំគិតរឿងអាក្រក់គិតតែរឿងល្អថ្ងៃក្រោយវានឹងផ្ដល់ផលល្អដល់អ្នកមកវិញជាមិនខាន